ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបូកចំនួនពុតនៅប្រភេទឥឡូវយើងមកមើលក5បូកនឹង2បូកនឹង3នឹង2យើងធ្វើឲ្យ5គឺជាគុណហើយយើងធ្វើជាប្រភេទវិញបានថា5នៅ1ក៏ជាគុណហ្នឹងយើងមានតែនៅ1ហើយណានេះគឺ5នៅ1បូកនឹង3នឹង2យើងមើលវាបែកទៀតគឺមានlike coffee ចាស់មកមាន like coffee យើងត្រូវរកតែហេតុផលមួយនឹងពីស្មាពីចេះមើល5លើ1វាបែកនេះអត់មានពីអត់មានលេខ2ទេចឹងមានតែ1បែក5លើ1តាមមួយគុណនឹងណាស្មើ2គឺគុណនឹង2យើងតាមនេះទៅគុណនឹង2បានណាហើយវាគឺគឺស្មើ10លើ2ចឹង3លើ2នេះគឺមានតែ2ស្រាប់ហើយគឺយើងបំបែកគ្នាទេចឹងយើងយក10លើ2បូកនឹង3លើ2ចឹងយើងអបស្មើ3លើ2នេះគឺជាចំណុចដែលត្រូវឥឡូវយើងមកមើលខ7បូកនឹង5លើ2គឺយើងធ្វើដល់អនឡាញចឹងស្មើ7នៅ1បូកនឹង5នៅ2យើងត្រូវរកទៅពលវិទ្យាព្រោះវាតាមទៀតនឹងវាតែដូចគ្នាទៅយើងរកទៅ1ស្មើ2គឺត្រូវបំបែក7លើ1ហើយមួយនេះឯកូននឹងណាស្មើ2គឺយើងត្រូវគុណនឹង2កាលណាគុណនឹង2គេយកក៏ត្រូវគុណនឹង2ដែរចាវាខាង14នេះ2ចឹងយើងយក14លើ2បូក5លើ2 14លើ2បូក5លើ2ស្មើដល់9លើ2ហើយនេះគឺជាចំណុចដែលត្រឹមត្រូវហើយចូលមកមើលខុសកង3បូកនឹង10លើ5យើងធ្វើដូចកងហើយនឹងផលដែរចឹងបាន3លើ1បូកនឹង10លើ5យើងត្រូវយកពហុគុណដូចគ្នាបុគ្គលមួយនឹង5នេះស្មើ5ចឹងយើងត្រូវយក3លើ1នេះបំបែក3លើ1នេះអាចគុណនឹងណាស្មើ5គឺត្រូវគុណនឹង5កាលណាបែកគុណនឹង5គឺយកក៏ត្រូវគុណនឹង5លើ2វាស្មើ5លើ5ចឹងយើងត្រូវយក15លើ5កូននឹង10លើ5 5លើ5បូកនឹង10លើ515បូក10ស្មើ25នេះគឺបែរដែលសាទុកលើដៃហើយយើងមើលទៅថានេះអាចសម្រួលបានអត់វាអាចសម្រួលបានអាចសម្រួលបានជាយើងសម្រួលមកវាស្មើ5លើ1ដូច្នេះ5លើ1ចឹងយើងអត់អាចចាក់ចាំបានទេចឹងយើងនឹងស្មើ5ទៅ2ហើយនេះគឺជាចំណុចដែលត្រឹមត្រូវអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូនេះហើយជួយចុច like share and follow ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្ត